បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសូមបង្ហាញជូនប្រិយមិត្តពីប្រធានបទមួយស្ដីពីការប្រើប្រាស់ដែនម៉ាញេទិកនៅក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្ត depression ជំងឺធ្លាក់ទឹកចិត្តលាយជំងឺថប់បារម្ភហៅថា anxious depression និងជំងឺ OCD obsessive compulsive disorder នៅក្នុងវីដេអូនេះខ្ញុំមិនបង្ហាញជូនពីរោគសញ្ញានៃជំងឺទាំងនេះទេដោយខ្ញុំបានបង្ហាញពីមុនច្រើនណាស់មកហើយក៏មានវិជ្ជាបណ្ឌិតជាច្រើនបានបង្ហាញនៅរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តទាំងនោះផងដែរដូច្នេះខ្ញុំបញ្យល់ថាអំពីមូលហេតុថាហេតុអីបានយើងចាំបាច់ប្រើប្រាស់ដែនម៉ាញេទិកនៅក្នុងការព្យាបាលជំងឺផ្លូវចិត្តទាំងនោះវិញបាទបើតាមលោកសាស្ត្រាចារ្យ Mark George លោកសាស្ត្រាចារ្យ Mark George ហ្នឹងគឺជាសាស្ត្រាចារ្យផ្នែកជំងឺផ្លូវចិត្តគាត់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនៃរដ្ឋ South Carolina Medical University of South Carolina នៃសហរដ្ឋអាមេរិកហើយលោកសាស្ត្រាចារ្យ Mark George ហ្នឹងគឺជាមនុស្សដំបូងគេហើយដែលព្យាបាលជំងឺធ្លាក់ទឹកចិត្តដោយប្រើដែនម៉ាញេទិកបាទហើយលោកសាស្ត្រាចារ្យ Mark George ខ្ញុំបានទៅចូលស្ដាប់នៅបទបង្ហាញរបស់លោកនៅទីក្រុងឡុងកាលពីឆ្នាំមុនលោកបានលើកឡើងថាសប្តាហ៍ថ្ងៃកន្លងមកគឺការព្យាបាលរបស់យើងគឺយើងផ្អែកលើការពិតតែពាក់កណ្ដាលទេយើងភ្លេចការពិតពាក់កណ្ដាលទៀតបាទអញ្ចឹងលោកចង់បង្ហាញថាសរីរាង្គខួរក្បាលរបស់យើងគឺជាសរីរាង្គដែលដើរដោយចរន្តអគ្គិសនីនិងជាតិគីមីនាំសារគឺជា electrochemical organ អញ្ចឹងនៅពេលដែលកោសិកាខួរក្បាលនោះវាបញ្ចេញអគ្គិសនីជាប់ជានិច្ចមកអញ្ចឹងអគ្គិសនីដែលចេញមកនេះវាធ្វើឲ្យកោសិកាបញ្ចេញជាតិគីមីនាំសារហើយជាតិគីមីនាំសារនោះវាទំនាក់ទំនងទៅកោសិកាផ្សេងទៀតនៅក្នុងខួរក្បាលអញ្ចឹងនៅក្នុងខួរក្បាលគឺជាបណ្ដាញមួយនៃផ្នែកផ្សេងនៃខួរក្បាលដែលវាតាក់ទងគ្នាតាមរយៈចរន្តអគ្គិសនីដែលបញ្ចេញមកហើយធ្វើឲ្យជាតិគីមីនាំសារជាតិគីមីនាំសារនោះវាទំនាក់ទំនងបន្តទៅកោសិកាផ្សេងទៀតនិងទៅផ្នែកផ្សេងទៀតនៅក្នុងបណ្ដាញនៃខួរក្បាលដែលធ្វើឲ្យយើងដំណើរការមុខងារយើងល្អហើយអញ្ចឹងដើម្បីឲ្យបងប្អូនយល់ច្បាស់ថែមទៀតខ្ញុំសូមបង្ហាញជូនបងប្អូនពីកោសិកាខួរក្បាលខ្លះនិងអំពីការបញ្ចេញចរន្តអគ្គិសនីនិងជាតិគីមីនាំសារនៅក្នុងខួរក្បាលបាទនៅក្នុងខួរក្បាលយើងមានកោសិកាប្រព័ន្ធប្រសាទរាប់ពាន់លានបាទកោសិកាប្រព័ន្ធប្រសាទវារៀងវាជាខ្សែជាទៅវែងដូចខ្សែភ្លើងអញ្ចឹងបងប្អូនឃើញព្រិចនេះគឺចរន្តអគ្គិសនីវាបញ្ចេញមកហើយវាបញ្ជូនបន្តទៅកោសិកាផ្សេងទៀតនៅក្នុងខួរក្បាលអញ្ចឹងកោសិកាហ្នឹងវាបញ្ចេញអគ្គិសនីជាប់ជាប្រចាំហើយសូមបញ្ជាក់ថាកោសិកាខួរក្បាលវាអត់ជាប់គ្នាទេគឺវាមានលំហបន្តិចបាទនេះយើងពង្រីកនៅកន្លែងមុខដំណពីកោសិកាមួយទៅកោសិកាមួយផ្សេងទៀតអញ្ចឹងវាអត់ជាប់គ្នាទេវាមានមុខដំណបន្តិចកន្លែងនេះគេហៅ presynaptic neuron កន្លែងនេះ postsynaptic neuron ចរន្តអគ្គិសនីដែលបញ្ជូនមកគឺវាធ្វើឲ្យថង់ទូចនៅក្នុង presynaptic neuron នេះវាបែក vesicle នោះវាបែកដែលវាផ្ទុកនៅជាតិគីមីនាំសារហើយវាត្រូវបានបញ្ជូនបន្តមកទៀតបាទអញ្ចឹងវាទំនាក់ទំនងគ្នាតាមរយៈជាតិគីមីនាំសារបាទនៅក្នុងបុគ្គលដែលមានសុខភាពល្អនៅក្នុងមនុស្សដែលមានសុខភាពល្អគេឃើញថាបរិមាណនៃជាតិគីមីនាំសារនៅចន្លោះ synapse ចន្លោះពីកោសិកាប្រសាទមួយទៅកោសិកាប្រសាទមួយទៀតហ្នឹងគឺមានបរិមាណច្រើនណាបងប្អូនឃើញមានច្រើនគឺនៅពេលដែលរំញោចអគ្គិសនីមក vesicle ថង់តិចហ្នឹងវាបែកបញ្ចេញជាតិគីមីនាំសារហើយជាតិគីមីនាំសារហ្នឹងត្រូវបានចាប់យកនៅ receptor កន្លែងទទួលរបស់វានៅ postsynaptic neuron ដើម្បីបញ្ជូនបន្តទៅទៀតអញ្ចឹងវាធ្វើឲ្យកោសិកាប្រព័ន្ធប្រសាទហ្នឹងវាមានទំនាក់ទំនងគ្នាបានល្អបានជាប់បានរឹងមាំហើយក៏វាទំនាក់ទំនងទៅផ្នែកផ្សេងទៀតនៅក្នុងខួរក្បាលដែលធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តល្អបាទចំណែកអ្នកជំងឺធ្លាក់ទឹកចិត្តវិញគឺគេសង្កេតឃើញថាបរិមាណនៃជាតិគីមីនាំសារនៅចន្លោះ
កោសិកាប្រព័ន្ធប្រសាទនីមួយៗហ្នឹងគឺមានបរិមាណតិចវាមានបរិមាណតិចដោយសារអីដោយសាររំញោចអគ្គិសនីមក vesicle វាបែកបញ្ចេញជាតិគីមីនាំសារហើយជាតិគីមីនាំសារមួយចំនួនត្រូវបានចាប់យកទៅវិញបាទអញ្ចឹងនៅពេលដែលជាតិគីមីនាំសារនោះវាចាប់ទៅវិញរយៈពេលយូរបន្តិចម្ដងយូរទៅវាធ្វើឲ្យបរិមាណនៃជាតិគីមីនាំសារនេះថយចុះអញ្ចឹងហើយបានជាយើងមានអារម្មណ៍ក្រៀមក្រំអ្នកជំងឺធ្លាក់ទឹកចិត្តមានអារម្មណ៍ក្រៀមក្រំសូមបញ្ជាក់ថាអ្នកជំងឺធ្លាក់ទឹកចិត្តគេឃើញថាមានបរិមាណនៃជាតិគីមីនាំសារ serotonin ថយចុះអញ្ចឹងវាធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ក្រៀមក្រំអត់សប្បាយចិត្តអត់សង្ឃឹមអត់មានចំណាប់អារម្មណ៍ចង់ធ្វើអ្វីៗវាបាត់នៅក្នុងដំណេកឬក៏ការញ៉ាំអីជាដើមបាទដោយសារការយល់ឃើញបែបនេះដោយសារការសង្កេតឃើញថាបរិមាណនៃជាតិគីមីនាំសារនៅចន្លោះកោសិកាប្រព័ន្ធប្រសាទនីមួយៗនឹងមានបរិមាណតិចធ្វើឲ្យកោសិកាមិនអាចមានតំណែងតំណងគ្នាធ្វើឲ្យយើងមានសញ្ញានៃជំងឺធ្លាក់ទឹកចិត្តអញ្ចឹងហើយបានជាអ្នកវិទ្យាសាស្ត្រអ្នកស្រាវជ្រាវគេបានបង្កើតថ្នាំបាទអញ្ចឹងបង្កើតថ្នាំហ្នឹងដើម្បីទប់កុំឲ្យជាតិគីមីនាំសារហ្នឹងត្រូវបានចាប់យកទៅវិញបាទអញ្ចឹងវាធ្វើឲ្យបរិមាណនៃជាតិគីមីនោះនាំសារហ្នឹងវាកើនអញ្ចឹងថ្នាំដូចជាមាន SSRI Selective Serotonin Reuptake Inhibitor ឬក៏ SNRI ដែលវាទប់កុំឲ្យមានការចាប់យកជាតិគីមីនាំសារ serotonin norepinephrine ឬក៏ dopamine អីផ្សេងៗហ្នឹងត្រឡប់ទៅក្រោយវិញបាទអញ្ចឹងបងប្អូនមើលនេះអាពណ៌ក្រហមនេះគឺជាថ្នាំណាបាទអញ្ចឹងថ្នាំហ្នឹងវាមកទប់វាអនុញ្ញាតឲ្យជាតិគីមីនាំសារចេញប៉ុន្តែវាមិនអនុញ្ញាតឲ្យជាតិគីមីនាំសារហ្នឹងត្រឡប់ទៅវិញបាទឃើញទេជាតិគីមីនាំសារត្រឡប់ទៅវិញអត់រួចអញ្ចឹងនៅពេលដែលយើងញ៉ាំថ្នាំយូរទៅវាធ្វើឲ្យបរិមាណនៃជាតិគីមីនាំសារនេះវាកើននៅពេលវាកើនវាធ្វើឲ្យអ្នកជំងឺជាពីជំងឺធ្លាក់ទឹកចិត្តអញ្ចឹងហើយការព្យាបាលនៃជំងឺធ្លាក់ទឹកចិត្តចំណាយពេលយូរបាទចំណាយពេលយូរដោយសារវាទាមទាររយៈពេលយូរគ្រប់គ្រាន់ដើម្បីឲ្យបរិមាណជាតិគីមីនាំសារនៅក្នុងចន្លោះស៊ីណាប់ហ្នឹងវាកើនឡើងច្រើនហើយវាធ្វើឲ្យយើងមានអារម្មណ៍ល្អបាទប៉ុន្តែកន្លងមកគេសង្កេតឃើញថាអ្នកជំងឺមួយចំនួនទទួលការព្យាបាលដោយថ្នាំរយៈពេលដ៏យូរផ្លាស់ប្ដូរថ្នាំជាច្រើនដងហើយប្រើថ្នាំ2មុខ3មុខចូលគ្នាអ្នកជំងឺនៅតែមិនប្រសើរពីជំងឺធ្លាក់ទឹកចិត្តគាត់នៅតែមានអារម្មណ៍ធ្លាក់ទឹកចិត្តហើយសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនៅតែបន្តមានដូច្នេះវាធ្វើឲ្យអ្នកស្រាវជ្រាវអ្នកវិទ្យាសាស្ត្របានគិតទៅរកមូលហេតុផ្សេងទៀតនៃជំងឺធ្លាក់ទឹកចិត្តបាទអញ្ចឹងអ្នកស្រាវជ្រាវគាត់បានធ្វើការសិក្សាទៅលើរូបភាពនៃខួរក្បាលរបស់អ្នកជំងឺធ្លាក់ទឹកចិត្តប្រៀបធៀបជាមួយនឹងខួរក្បាលរបស់មនុស្សធម្មតាបាទអញ្ចឹងនេះគឺជារូបភាព PET scan នៃមនុស្សធម្មតាហើយនេះគឺជារូបភាព PET scan នៃជំងឺធ្លាក់ទឹកចិត្ត PET scan គឺអាចឲ្យយើងដឹងអំពីលំហូរឈាមអំពីកម្រិតអុកស៊ីហ្សែននិងអំពីបរិមាណស្ករដែលកោសិកាខួរក្បាលហ្នឹងមានទទួលបានហើយនេះយើងឃើញថាខួរក្បាលមនុស្សធម្មតាយើងឃើញមានពណ៌ផ្សេងនេះវាបញ្ជាក់ពីបរិមាណនៃឈាមលំហូរឈាមជាតិស្ករនិងអុកស៊ីហ្សែននៅក្នុងខួរក្បាលហើយរីឯអ្នកជំងឺធ្លាក់ទឹកចិត្តយើងឃើញថាខួរក្បាលរបស់គាត់ហ្នឹងគឺស្អាតអត់មានស្អីមកចិញ្ចឹមទេគឺដោយសារកោសិកាខួរក្បាលវាខ្វះនៅចរន្តអគ្គិសនីបាទអញ្ចឹងនៅពេលដែលខ្វះចរន្តអគ្គិសនីកោសិកាខួរក្បាលអត់សកម្មទេអញ្ចឹងវាអត់សកម្មអញ្ចឹងក៏មិនអាចមានចរន្តឈាមចូលទៅក្នុងនឹងដែរហើយចរន្តឈាមក៏មិនអាចនាំអុកស៊ីហ្សែនឬក៏ជាតិស្ករទៅចិញ្ចឹមកោសិកាផងដែរអញ្ចឹងហើយនៅពេលដែលគេធ្វើ PET scan គេឃើញថាផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវនៅក្នុងជំងឺធ្លាក់ទឹកចិត្តនឹងមានភាពអសកម្មដោយសារកង្វះចរន្តអគ្គិសនីបាទអញ្ចឹងនៅពេលដែលយើងប្រើថ្នាំក្នុងគោលបំណងបង្កើនជាតិទប់កុំឲ្យជាតិគីមីនាំសារនឹងវាចាប់យកទៅវិញក៏វាមិនបានផលដែរដោយសារអីដោយសារវាអត់មានជាតិគីមីនាំសារអញ្ចឹងខ្ញុំបង្ហាញជូនមុននឹងមិញហ្នឹងគឺថាជាតិគីមីនាំសារវាកើតមានក្រោយពីមានរំញោចចរន្តអគ្គិសនី
រំញោចចរន្តអគ្គិសនីមកធ្វើឲ្យចេញជាតិគីមីនាំសារអញ្ចឹងនៅពេលដែលមានរំញោចអគ្គិសនីប៉ុន្តែបរិមាណជាតិគីមីនាំសារខ្វះយើងអាចប្រើថ្នាំដើម្បីទប់កុំឲ្យជាតិគីមីនាំសារនឹងចាប់យកទៅវិញអញ្ចឹងវាធ្វើបង្កើននៅបរិមាណនៃជាតិគីមីនាំសារនៅចន្លោះកោសិកាហ្នឹងដែលធ្វើឲ្យកោសិកាវាអាចមានទំនាក់ទំនងគ្នាបានប៉ុន្តែបើក្នុងករណីដែលអ្នកជំងឺកង្វះនៅអគ្គិសនីនៅក្នុងខួរក្បាលអញ្ចឹងកោសិកាខួរក្បាលមិនអាចបញ្ចេញជាតិគីមីនាំសារទេអញ្ចឹងនៅពេលដែលកោសិកាខួរក្បាលមិនអាចបញ្ចេញជាតិគីមីនាំសារយើងប្រើថ្នាំដើម្បីទប់កុំឲ្យជាតិគីមីនាំសារចាប់យកទៅវិញក៏អត់ប្រយោជន៍ដែរពីព្រោះអត់មានជាតិគីមីនាំសារផងបាទអញ្ចឹងហើយបានជាអ្នកស្រាវជ្រាវជាពិសេសលោកសាស្ត្រាចារ្យ Mark George ហ្នឹងគាត់ថាយើងភ្លេចនៅការពិតពាក់កណ្ដាលគឺការពិតពាក់កណ្ដាលគឺអគ្គិសនីកោសិកាប្រព័ន្ធប្រសាទបញ្ចេញអគ្គិសនីហើយអគ្គិសនីហ្នឹងវាបញ្ចេញជាតិគីមីនាំសារអញ្ចឹងនៅពេលដែលយើងព្យាបាលទាំងពីរវាធ្វើឲ្យអ្នកជំងឺហ្នឹងបានប្រសើរឡើងអញ្ចឹងបានលោក Mark George គឺជាសាស្ត្រាចារ្យមួយដែលនាំមុខគេនៅក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្តដោយប្រើដែនម៉ាញ៉េទិកហ្នឹងបាទក្រោយពីការស្រាវជ្រាវនេះមកធ្វើឲ្យអ្នកស្រាវជ្រាវបានបង្កើតនៅម៉ាស៊ីន TMS ម៉ាស៊ីន TMS មានន័យថា Transcranial Magnetic Stimulation បាទម៉ាស៊ីន TMS នេះគឺវារំញោចកោសិកាខួរក្បាលនៅខាងក្នុងគឺរំញោចពីខាងក្រៅទេគេហៅ Transcranial បានន័យឆ្លងកាត់តាមរលាក្បាលតាមខួរក្បាលតាមស្បែកក្បាលនឹងចូលទៅក្នុងដើម្បីរំញោចកោសិកាតំបន់ដែលអសកម្មហ្នឹងឲ្យវាចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញបាទអញ្ចឹងនៅក្នុងការព្យាបាលនេះខ្ញុំបានប្រើម៉ាស៊ីនរបស់ក្រុមហ៊ុន Brainsway ដែលជាម៉ាស៊ីនមួយដែលអាចរំញោចចូលជ្រៅខ្លាំងមែនតើរហូតដល់តំបន់ limbic system តំបន់ limbic system ហ្នឹងគឺជាតំបន់មួយដែលទទួលខុសត្រូវនៅក្នុងអារម្មណ៍បាទទទួលខុសត្រូវទៅក្នុងការចងចាំហើយទទួលខុសត្រូវនៅក្នុង motivation ការតាក់ទាញចិត្តអញ្ចឹងនៅពេលដែលយើងរំញោចកោសិកាខួរក្បាលដោយប្រើដែនម៉ាញ៉េទិកវាធ្វើឲ្យកោសិកាខួរក្បាលចាប់ផ្ដើមបញ្ចេញចរន្តអគ្គិសនីវិញបាទនៅពេលដែលបញ្ចេញចរន្តអគ្គិសនីវាធ្វើឲ្យកោសិកាខួរក្បាលវាបញ្ចេញជាតិគីមីនាំសារអញ្ចឹងការបញ្ចេញជាតិគីមីនាំសារនេះវាធ្វើឲ្យកោសិកាខួរក្បាលអាចមានទំនាក់ទំនងគ្នាឡើងវិញអញ្ចឹងការមានទំនាក់ទំនងគ្នាឡើងវិញនេះហើយវាជាហេតុធ្វើឲ្យអ្នកជំងឺបានប្រសើរពីជំងឺធ្លាក់ទឹកចិត្តបទពិសោធន៍របស់ខ្ញុំគឺការប្រើប្រាស់ម៉ាស៊ីន TMS នេះធ្វើឲ្យអ្នកជំងឺដែលមិនប្រើថ្នាំមិនត្រូវពីមុនមិនបានប្រសើរពីមុនគឺគាត់ចាប់ដើមមានភាពប្រសើរឡើងវិញបាទអញ្ចឹងធ្វើឲ្យការព្យាបាលគាត់មានភាពរហ័សហើយបទពិសោធន៍របស់ខ្ញុំផងដែរគឺប្រសិនបើអ្នកជំងឺដែលមិនដែលប្រើថ្នាំពីមុនចាប់ដើមព្យាបាលដោយម៉ាស៊ីន TMS ជាដំបូងតែម្ដងគឺប្រសិទ្ធភាពខ្ពស់ហើយចំពោះអ្នកដែលប្រើថ្នាំពីមុនគឺសូមបន្តឲ្យការប្រើប្រាស់ថ្នាំនៅដដែលសិនហើយយើងប្រើម៉ាស៊ីន TMS រំញោចកោសិកាខួរក្បាលជាមួយគ្នាព្រមគ្នាតែម្ដងនៅពេលដែលគាត់បានប្រសើរចាំយើងលៃលកនៅក្នុងការកាត់បន្ថយនៅបរិមាណថ្នាំបាទតាមក្រោយទៀតបាទអញ្ចឹងប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍នៅក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្តដោយសារប្រើដែនម៉ាញ៉េទិកបងប្អូនអាចធ្វើការទំនាក់ទំនងមកទទួលការព្យាបាលបានពីព្រោះការព្យាបាលជំងឺនេះគឺជាការព្យាបាលមួយដ៏មានសុវត្ថិភាពបាទដោយសារម៉ាស៊ីន TMS នេះគឺទទួលស្គាល់ដោយ FDA Food and Drug Administration នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ2008បាទហើយកន្លងមកគឺមិនដែលមានករណីណាមួយដែលព្យាបាលដោយម៉ាស៊ីន TMS មានគ្រោះថ្នាក់ទេបាទហើយផលវិបាកនៃការព្យាបាលដោយម៉ាស៊ីន TMS ហ្នឹងគឺមិនមានទេនៅក្នុងករណីខ្លះអ្នកជំងឺគ្រាន់តែមានអារម្មណ៍ឈឺដោយសារការរំញោចទៅលើខួរក្បាលដោយដែនម៉ាញ៉េទិកប៉ុន្តែក្រោយពីរំញោចចប់អ្នកជំងឺលែងមានអារម្មណ៍ឈឺហើយជាទូទៅប្រសិនបើយើងប្រើថ្នាំបងប្អូនអាចដឹងហើយគឺមានផលវិបាកច្រើនខ្លាំងមែនទែនបាទអ
ចឹងការព្យាបាលនេះគឺជាការព្យាបាលដ៏មានប្រសិទ្ធភាពនិងមានសុវត្ថិភាពហើយសូមបញ្ជាក់ថាมันមានអីខាត់បងទេនៅក្នុងការសាកល្បងនៃការព្យាបាលនេះគឺមានតែការដែលមិនសាកទេដែលយើងខាត់បាទពីព្រោះបងប្អូនអាចជាពីជំងឺធ្លាក់ទឹកចិត្តដោយសារការប្រើប្រាស់ម៉ាស៊ីនTMSនេះបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលា